ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀបធ្វើនំប៉័ងចេកចំហុយងាយៗហើយមានរសជាតិឈ្ងុយឆ្ងាញ់ផងដែរ Hello everyone, in today's video I'm going to be sharing with you how to make a very delicious super soft and fluffy steamed banana bread សម្រាប់នំប៉័ងចេកចំហុយបែបនេះគឺងាយស្រួលធ្វើមែនតើបើសិនជាបងប្អូននៅសល់ចេកទុំជជអត់ដឹងថាយកទៅធ្វើអីបងប្អូនអាចសាកល្បងធ្វើនំប៉័ងចេកបែបនេះបានគឺថាមានរសជាតិឈ្ងុយឆ្ងាញ់ខ្លាំងមែនតើបងប្អូនមើលតែសាច់នំទៅដឹងហើយគឺថាឡើងទន់ល្មើយតែម្ដងនៅពេលដែលយើងធ្វើនំប៉័ងចេកហើយយកមកចំហុយបែបនេះសាច់នំរបស់យើងគឺឡើងទន់ល្មើយឆ្ងាញ់តែម្ដងរសជាតិក៏ឆ្ងាញ់សាច់នំទន់ល្អហើយមានក្លិនក្រអូបឈ្ងុយចេកពេញនឹងតែម្ដងឆ្ងាញ់ណាស់បងប្អូនចារសជាតិគឺថាឆ្ងាញ់ខ្លាំងៗតែម្ដងបងប្អូនបើសិនជាបងប្អូនទំនេរហើយនៅមានចេកទុំជោអត់ដឹងថាធ្វើអីបងប្អូនអាចសាកល្បងធ្វើបានណាសម្រាប់នំប៉័ងចេកនេះដែរបងប្អូនអាចយកទៅដុតនៅក្នុងចង្ក្រាន oven ក៏បានយើងអាច steam ចំហុយនៅក្នុងឆ្នាំងចំហុយបែបនេះក៏បានដូចគ្នាដែរអញ្ចឹងគឺថាងាយស្រួលមែនតើក្នុងការដែលយើងធ្វើនំប៉័ងចេកហ្នឹងណាបើសិនជាបងប្អូនអត់មានចង្ក្រាន oven សម្រាប់ដុតនំទេយើងអាចយកនំប៉័ងចេករបស់យើងទៅដាក់ចំហុយបែបនេះក៏បានដូចគ្នាដែរចាអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរសូមអញ្ជើញបងប្អូនទៅតាមដានទស្សនាលម្អិតពីគ្រឿងផ្សំហើយនិងរបៀបធ្វើជាមួយនឹងនាងខ្ញុំទាំងអស់គ្នា Okay, let's get started. These are all the ingredients that we will need to use for making this steamed banana bread. នេះគឺជាគ្រឿងផ្សំទាំងអស់ដែលយើងត្រូវយកមកធ្វើនំប៉័ងចេករបស់យើងនៅក្នុងថ្ងៃនេះជាដំបូងខ្ញុំចាប់ផ្ដើមបកសម្បកផ្លែចេករបស់យើងឲ្យបានស្អាតហើយសម្រាប់ផ្លែចេកនេះដែរបើសិនជាបងប្អូនប្រើផ្លែចេកនឹងរាងធំណាបងប្អូនប្រើតែ3ផ្លែទៅបានហើយតែបើសិនជាផ្លែចេករបស់យើងនឹងផ្លែវាតូចបងប្អូនអាចប្រើ4ផ្លែក៏បានដែរសម្រាប់ខ្ញុំថ្ងៃនេះគឺខ្ញុំប្រើចំនួន3ផ្លែកន្លះដោយសារតែចេករបស់ខ្ញុំនឹងរាងតូចល្មមដែរបន្ទាប់ពីយើងបកសម្បកចេករបស់យើងបានស្អាតបែបនេះហើយយើងក៏យកសមមួយមកសង្កត់ត្រៀមឲ្យចេករបស់យើងនឹងបែកបែបនេះហ៎បងប្អូនចាសម្រាប់ការសង្កត់ចេកនេះដែរគឺអត់ពិបាកទេបងប្អូនដោយសារតែចេករបស់យើងនឹងទុំជោអញ្ចឹងហើយយើងគ្រាន់តែយកសមមកសង្កត់ត្រៀបបែបនេះទៅគឺថាចេករបស់យើងបានម៉ត់ល្អហើយសម្រាប់សាច់ចេកនឹងដែរយើងមិនចាំបាច់សង្កត់វារហូតតតែម៉ត់ខៃឬក៏ម៉ត់ខ្លាំងពេកទេយើងសង្កត់វាឲ្យម៉ត់ប្រហែលជាប៉ុណ្្នឹងទៅទុកឲ្យវានៅដុំខ្លះទៅដើម្បីឲ្យពេលដែលយើងញ៉ាំទៅប៉ះសាច់ចេកវាមានក្លិនឈ្ងុយអញ្ចឹងណាបងប្អូនចាបន្ទាប់មកទៀតខ្ញុំក៏បន្ថែមជាមួយនឹងពងមាន់ចំនួន2គ្រាប់អំបិលចំនួន1/4ស្លាបព្រាកាហ្វេស្ករសចំនួន120 grams sugar 120 grams សម្រាប់ស្ករសខ្ញុំដាក់ចំនួនប៉ុណ្ណេះគឺផ្អែមមកល្មមឆ្ងាញ់តែម្ដងប៉ុន្តែវាអាស្រ័យទៅលើចេករបស់យើងដែរណាបងប្អូនបើសិនជាចេករបស់យើងផ្អែមខ្លាំងឬក៏បងប្អូនចូលចិត្តញ៉ាំរបៀបផ្អែមខ្លាំងឬក៏មិនសូវផ្អែមបងប្អូនអាចបន្ថែមឬក៏បន្ថយបរិមាណស្ករទៅតាមចំណូលចិត្តរបស់បងប្អូនបានបន្ទាប់មកទៀតខ្ញុំក៏បន្ថែមជាមួយនឹងទឹកក្លិនវ៉ានីឡាចំនួន1ស្លាបព្រាកាហ្វេ1 teaspoon of vanilla extract olive oil 80 grams ប្រេងអូលីវចំនួន80 ក្រាម coconut milk 50 grams ទឹកខ្ទិះដូងចំនួន50 ក្រាមបន្ទាប់មកយើងក៏កូរច្របល់គ្រឿងផ្សំទាំងអស់ហ្នឹងបញ្ចូលគ្នាបានសព្វល្អយើងអាចប្រើសមយកមកកូរបែបនេះក៏បានឬក៏យើងអាចប្រើ hand mixer ដែលគេហៅថា whisk យកមកកូរច្របល់គ្រឿងផ្សំរបស់យើងហ្នឹងក៏បានដែរយើងកូរធ្វើយ៉ាងណាឲ្យតែគ្រឿងផ្សំរបស់យើងហ្នឹងបានចូលគ្នាបានសព្វល្អណាបងប្អូនយើងកូរវាមកសន្ទុះទៅរហូតដល់ស្ករសរបស់យើងហ្នឹងបានរាងរលាយបន្តិចចាំយើងដាក់គ្រឿងផ្សំផ្សេងទៀតបន្ថែម Just mix all the ingredients well together until everything is well combined. Then I'm gonna add 1 tablespoon of lemon juice បន្ទាប់មកយើងក៏ត្រូវប្រើទឹកក្រូចឆ្មាចំនួន1ស្លាបព្រាបាយផងដែររួចហើយយើងកូរវាបញ្ចូលគ្នាបន្តិចទៅ Just give it a good mix បន្ទាប់មកទៀតយើងក៏រៃម្សៅដាក់ចូលទៅសម្រាប់ម្សៅនេះគឺខ្ញុំប្រើម្សៅ all purpose flour ដែលជាទូទៅគេហៅថាម្សៅមីនឹងឯងបងប្អូនចាខ្ញុំប្រើចំនួន230 ក្រាមសម្រាប់ម្សៅនេះយើងរែងវាបន្តិចទៅណាបងប្អូនដើម្បីឲ្យសាច់ម្សៅរបស់យើងបានម៉ត់ល្អវាងាយស្រួលច្របល់ទៅកុំឲ្យនៅកកដុំណាបន្ទាប់មកទៀតខ្ញុំក៏បន្ថែមជាមួយនឹងម្សៅ baking powder ដែលគេហៅថាម្សៅដុតនំហ្នឹងណាបងប្អូនសម្រាប់ម្សៅ baking powder ហ្នឹងខ្ញុំប្រើចំនួន1ស្លាបព្រាកាហ្វេកន្លះ Then I'm gonna use 1.5 teaspoon of baking powder សម្រាប់ម្សៅ baking powder ហ្នឹងក៏យើងត្រូវរែងវាដែរណាបងប្អូនចាដើម្បីកុំឲ្យវាកកដុំណាហើយបន្ទាប់មកទៀតខ្ញុំក៏បន្ថែមជាមួយនឹងម្សៅ baking soda ចំនួនកន្លះស្លាបព្រាកាហ្វេផងដែរThen I'm gonna add half a teaspoon of baking soda as well. Just sift baking powder and baking soda all together. បន្ទាប់មកយើងក៏រែងម្សៅ baking powder និងម្សៅ baking soda នឹងបញ្ចូលគ្នាតែម្ដងនេះបងប្អូនឃើញទេបើសិនជាយើងអត់រែងទេម្សៅ baking powder និងម្សៅ baking soda ហ្នឹងជួនកាលវានៅក្របដុំអញ្ចឹងហើយយើងត្រូវរែងវាបន្តិចទៅដើម្បីឲ្យម្សៅរបស់យើងនឹងបានម៉ត់ល្អងាយស្រួលក្នុងការច្របល់ទៅកុំឲ្យវានៅកកដុំអញ្ចឹងណាចាបន្ទាប់មកយើងក៏កូរម្សៅហើយនឹងគ្រឿងផ្សំទាំងអស់ដទៃផ្សេងទៀត
នឹងបញ្ចូលគ្នាបានសព្វល្អចាយើងកូររហូតតតែម្សៅរបស់យើងបានចូលសព្វជាមួយនឹងល្បាយចេករបស់យើងនឹងបានល្អណាបងប្អូនកុំឲ្យម្សៅនឹងនៅកកដុំៗយើងកូរវារហូតតតែម៉ត់បានល្អចូលគ្នាទៅជាល្បាយតែមួយតែម្ដងចាបន្ទាប់ពីយើងច្របល់គ្រឿងផ្សំទាំងអស់បានចូលគ្នាសព្វល្អបែបនេះហើយយើងទុកវាមួយលើសិនទៅឥឡូវនេះយើងមករៀបចំថាសដើម្បីដាក់ចំហុយនំរបស់យើងវិញមុននឹងខ្ញុំបានចាក់ប្រេងអូលីវនៅក្នុងថាសនឹងបន្តិចរួចហើយយើងវីប្រេងនឹងឲ្យសព្វពេញបាតថាសហើយនឹងជុំវិញគៀនថាសនឹងផងដែរនិយាយទៅលាបឲ្យសព្វទៅណាបងប្អូនចាដើម្បីកុំឲ្យពេលដែលយើងចាក់នំចូលទៅចំហុយរួចហើយវាអាចជាជាប់គៀនថាសអីអញ្ចឹងយើងលាបវាឲ្យសព្វទៅហើយនេះគឺជាក្រដាស parchment paper ខ្ញុំដាក់វាត្រាប់នៅខាងផ្នែកបាតថាសបែបនេះគឺជាប្រភេទក្រដាសដែលគេប្រើសម្រាប់ដាក់ដុតនំបងប្អូនក្រដាសហ្នឹងពេលដែលយើងដាក់ទៅវាអត់ជាប់នំហើយក៏អត់ជាប់បាតថាសដែរប៉ុន្តែបើសិនជាបងប្អូនអត់មានក្រដាសហ្នឹងទេយើងមិនបាច់ដាក់ក៏បានដែរយើងលាបតែប្រេងឲ្យសព្វទៅបន្ទាប់មកយើងក៏ចាក់ល្បាយនំចេករបស់យើងចូលទៅក្នុងថាសចំហុយនឹងទាំងអស់ទៅហើយនេះបន្ទាប់ពីខ្ញុំចាក់ចូលអស់ហើយកូនរបស់ខ្ញុំគាត់ថាគាត់ចង់បានឲ្យចំហុយនៅក្នុងកូនចានទូចៗខ្លះឲ្យពួកគាត់អញ្ចឹងខ្ញុំក៏រំលែកពីកូនចានទូចៗចេញមកវិញប៉ុន្តែបើសិនជាបងប្អូនអត់ចង់កាចេកកញ្ចប់ច្រើនទេយើងចាក់ចូលទៅក្នុងថាសនឹងតែមួយទាំងអស់តែម្ដងក៏បានដែរបន្ទាប់មកយើងក៏យកនំរបស់យើងទៅដាក់ចំហុយតែម្ដងមុននឹងយើងដាក់ចំហុយយើងត្រូវដាំទឹកឲ្យពុះជាមុនសិនហើយសម្រាប់ទឹកនឹងដែរបងប្អូនត្រូវដាក់ឲ្យច្រើនគ្រប់មកល្មមដែលយើងអាចចំហុយវាក្នុងរយៈពេល1ម៉ោងតែម្ដងធ្វើយ៉ាងណាកុំឲ្យទឹកនៅក្នុងឆ្នាំងចំហុយរបស់យើងនឹងអស់ពាក់កណ្ដាលទីណាបងប្អូនចាជៀសវាងពេលដែលយើងចំហុយនំនឹងបើកថែមទឹកចុះឡើងទៅវាអាចធ្វើឲ្យនំរបស់យើងស្រក់អត់ឡើងបានល្អអញ្ចឹងណាបងប្អូនចាអញ្ចឹងយើងដាក់លៃមកល្មមមកព្រោះអីយើងត្រូវការចំហុយនំចេកនឹងក្នុងរយៈពេល50នាទីទៅ1ម៉ោងទើបនំរបស់យើងឆ្អិនបានល្អយើងចាប់ផ្ដើមរាប់នាទីបន្ទាប់ពីយើងដាំទឹកពុះហើយយើងដាក់នំចេករបស់យើងចូលទៅក្នុងឆ្នាំងចំហុយហើយសម្រាប់ការចំហុយនំនឹងនៅក្នុងរយៈពេល20នាទីដំបូងខ្ញុំប្រើកម្ដៅភ្លើងក្ដៅខ្លាំងបន្ទាប់មកខ្ញុំក៏បន្ថយភ្លើងបន្តិចដាក់វានៅក្នុងកម្ដៅក្ដៅល្មមដែលគេហៅថា medium high បន្តចំហុយរហូតតតែគ្រប់50នាទីទៅ1ម៉ោងហើយក្នុងរយៈពេលចំហុយនឹងគឺយើងអត់បើកគម្របចុះឡើងទេណាបងប្អូនចាឥឡូវនេះបន្ទាប់ពីយើងចំហុយនំចេករបស់យើងបាន1ម៉ោងក្រោយមកដើម្បីចង់ដឹងថាតើនំរបស់យើងចំហុយឆ្អិនហើយឬនៅបងប្អូនអាចប្រើឈើចាក់ធ្មេញឬក៏ចង្កាក់ចាក់ចំកណ្ដាលនំដកមកវិញបើចង្កាក់របស់យើងឃើញស្ងួតល្អអញ្ចឹងបងប្អូនមានន័យថានំរបស់យើងនឹងចម្អិនបានឆ្អិនល្អហើយបន្ទាប់មកយើងលើកនំរបស់យើងចេញពីឆ្នាំងចំហុយទុកវាឲ្យរាងចុះត្រជាក់បន្តិចចាំយើងយកមកកាត់ញ៉ាំក៏បានដែរឬក៏យើងចង់ញ៉ាំទាំងក្ដៅអញ្ចឹងក៏បានដែរសម្រាប់ខ្ញុំកាត់ទាំងក្ដៅអញ្ចឹងទៅថតឲ្យបងប្អូនមើលឲ្យហើយទៅព្រោះខ្ញុំប្រញាប់ចេញទៅក្រៅប៉ុន្តែបើសិនជាបងប្អូនអត់ប្រញាប់ទេយើងទុកឲ្យវាចុះត្រជាក់សិនក៏បានដែរសម្រាប់សាច់នំញ៉ាំនៅពេលក្ដៅអញ្ចឹងក៏ទន់ល្មើយឆ្ងាញ់យើងទុកឲ្យវាចុះត្រជាក់តែម្ដងកូរសាច់នំរបស់យើងនៅតែទន់ល្មើយឆ្ងាញ់ដូចគ្នាដែរចាហើយនេះបងប្អូនហើយកំពុងអាកាត់អញ្ចឹងក្ដៅហុយនិយាយពីថាក្រអូបឈ្ងុយពេញផ្ទះតែម្ដងខ្ញុំចូលចិត្តណាស់បងប្អូននៅពេលដែលដុតនំឬក៏ចំហុយនំបែបនេះគឺថាក្រអូបឈ្ងុយពេញផ្ទះតែម្ដងជាពិសេសបើយើងដុតនំប៉័ងផ្អែមគឺថាអូយក្រអូបពេញផ្ទះតែម្ដងចាហើយមើលសាច់នំបងប្អូនឡើងទន់ល្មើយញ៉ាញ់ណាស់បងប្អូនអើយនិយាយពីថាដាក់មួយម៉ាត់ទៅឡើងទន់ល្មើយក្នុងមាត់យើងតែម្ដងណាដូចសម្លៃអញ្ចឹងញ៉ាំមួយម៉ាត់ហើយចង់ញ៉ាំមួយម៉ាត់ទៀតនិយាយទៅញ៉ាំជក់មាត់ឆ្ងាញ់ខ្លាំងហ្មងហើយនៅពេលដែលយើងកាត់វានៅក្ដៅហុយចាទៀតបងប្អូនមើលទៅរត់តែតំណងគួរឲ្យចង់ញ៉ាំតែម្ដងសម្រាប់ខ្ញុំហើយនឹងក្រុមគ្រួសាររបស់ខ្ញុំទាំងអស់គ្នាគឺថាចូលចិត្តនំប៉័ងចេកនឹងខ្លាំងមែនតែនដូច្នេះហើយឲ្យតែពេលណាខ្ញុំទិញចេកមកញ៉ាំហើយនៅសល់ចេកទុំចូលដែលយើងញ៉ាំបាត់អស់ហ្នឹងគឺខ្ញុំតែងតែយកមកធ្វើនំប៉័ងចេកចំហុយបែបនេះហើយគឺថាមានរសជាតិឆ្ងាញ់ហើយកូនរបស់ខ្ញុំក៏ពួកគាត់ចូលចិត្តញ៉ាំដែរអញ្ចឹងបើសិនជាបងប្អូននៅសល់ចេកទុំចូលហើយអត់ដឹងថាយកទៅធ្វើអីបងប្អូនអាចសាកល្បងធ្វើនំប៉័ងចេកបែបនេះបានគឺធានាថារសជាតិឆ្ងាញ់ជាប់ចិត្តតែម្ដងចាអញ្ចឹងសម្រាប់ការបង្ហាញជូនដល់បងប្អូនពីរបៀបធ្វើនំប៉័ងចេកចំហុយនៅក្នុងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ទីបញ្ចប់ជាចុងក្រោយសូមឲ្យបងប្អូនជួយចុច follow Facebook page របស់នាងខ្ញុំម្នាក់មួយផងហើយបើបងប្អូនទស្សនានៅក្នុង YouTube បងប្អូនជួយចុច subscribe នៅលើ YouTube channel របស់នាងខ្ញុំម្នាក់មួយផងនៅពេលដែលបងប្អូនចុច subscribe ឬក៏ follow page នៅពេលដែលខ្ញុំ upload ឬក៏ post វីដេអូថ្មីទៅបងប្អូននឹងបានឃើញវីដេអូថ្មីរបស់ខ្ញុំចាអរគុណច្រើនជម្រាបលាចាំជួបគ្នានៅវីដេអូក្រោយទៀត